អ្នកកាសែតម្នាក់ត្រូវបានប៉ូលីសទប់ស្កាត់បាតកម្មបាញ់គ្រាប់ជ័រត្រូវបណ្ដាលឲ្យរបួសនៅអាមេរិកថ្មីនេះអ្នកកាសែតនៅទីក្រុង Los Angeles ត្រូវបានឆ្មាំជាតិដែលបញ្ជូនទៅទប់ស្កាត់បាតកម្មបាញ់ចំកជើងបណ្ដាលឲ្យរបួសខណៈរូបគាត់កំពុងរាយការណ៍ផ្ទាល់អំពីព្រឹត្តិការណ៍ដ៏វឹកវរក្នុងទីក្រុងប្រពន្ធពីសារព័ត៌មាន Unilet បានបន្តថាការតវ៉ាដ៏ធំមួយបានផ្ទុះឡើងបន្ទាប់ពីភ្នាក់ងារអន្តរប្រវេសន៍អាមេរិកបានចាប់ខ្លួនមនុស្សជាច្រើនអ្នកពាក់ព័ន្ធនឹងបញ្ហាអន្តរប្រវេសន៍ខុសច្បាប់នៅពេលដែលការតវ៉ាបានក្លាយទៅជាកុបកម្មដ៏ធំប្រធានាធិបតីអាមេរិកលោកត្រាំបានបញ្ជូនឆ្មាំជាតិដើម្បីរក្សាភាពស្ងប់ស្ងាត់ប៉ុន្តែក្នុងនោះមនុស្សជាច្រើនត្រូវបានចាប់ខ្លួននាំឲ្យកើតមានអំពើហិង្សាដោយបាតកោខ្លះបានគប់របស់ដាក់ប៉ូលីសហើយរថយន្តមួយចំនួនត្រូវបានដុតកំទេចចោលនៅខណៈពេលនោះអ្នកយកព័ត៌មានជនជាតិអូស្ត្រាលីម្នាក់ឈ្មោះថា Lauren Thomasy កំពុងរាយការណ៍ផ្ទាល់អំពីព្រឹត្តិការណ៍នោះសម្រាប់ក្រុមហ៊ុនសារព័ត៌មាន Nan News ហើយប៉ូលីសបានបាញ់គ្រាប់ជ័រត្រូវរូបគាត់បណ្ដាលឲ្យរបួសគេបានបញ្ជាក់ថាប៉ូលីសបានប្រើប្រាស់កាំភ្លើងជ័រដើម្បីបាញ់បំបែកវងមនុស្សហើយសកម្មភាពនោះត្រូវបានគេថតជាប់នៅលើកាមេរ៉ាបន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រែក្រុមហ៊ុនសារព័ត៌មានបានរាយការណ៍ថាអ្នកកាសែតដែលរងគ្រោះនោះរងរបួសមិនធ្ងន់ធ្ងរទេហើយកំពុងទទួលការព្យាបាលជុំវិញរឿងនេះសាធារណជនតាមប្រព័ន្ធអ៊ីនធឺណិតកំពុងចោទសួរថាតើមន្ត្រីប៉ូលីសនេះមានបំណងចង់បាញ់អ្នកកាសែតរូបនោះឬយ៉ាងណាក្នុងវីដេអូដែលថតបានគេឃើញប៉ូលីសរូបនោះដូចជាមានចេតនាតម្រង់បាញ់មកលើអ្នកកាសែតស្រីនោះតែម្ដងជុំវិញរឿងនេះដែរមនុស្សជាច្រើនចាប់ផ្ដើមសម្ដែងក្តីព្រួយបារម្ភចំពោះសកម្មភាពរបស់ប៉ូលីសដែលប្រព្រឹត្តមកលើអ្នកកាសែតជាពិសេសអំឡុងពេលផ្ទុះការតវ៉ាបែបនេះ